ស្វាគមន៍ប្រិមិត្តវិលត្រឡប់មកកាន់វីដេអូថ្មីរបស់ខ្ញុំម្ដងទៀតថ្ងៃនេះគឺខ្ញុំមានព័ត៌មានទាក់ទងជាមួយនឹងក្រុមបិសាចក្រហម Manchester United ដើម្បីមកអាប់ដេតជូនបងប្អូនយើងទស្សនាជាបន្តទៀតទាក់ទងជាមួយនឹងព័ត៌មានទី1បងប្អូនយើង Manchester United កំពុងតែចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលអាយុ24ឆ្នាំដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្រុម Brentford ផងដែរតែទៅជាមួយនឹងកីឡាករប្រេស៊ីលនេះដែរ Manchester United កំពុងតែសិក្សាឲ្យថាអាចនឹងមានលទ្ធភាពយករូបគេមកកាន់ក្លឹប Manchester United ឬមួយយ៉ាងណាសម្រាប់រដូវកាលក្រោយបច្ចុប្បន្នរូបគេគឺលេងឲ្យក្លឹប Brentford រដូវកាលនេះគឺ30ប្រកួតហើយដោយរកគ្រាប់បាល់បានដល់ទៅ19គ្រាប់ឯណោះនិងអាស៊ីស1គ្រាប់គឺជាកីឡាករដែលមានលេខរៀងទី2 top scorer បន្ទាប់ពីកីឡាករ Haaland របស់ Mikel Manchester City តាក់ទងជាមួយនឹងកីឡាករនេះផងដែរយើងធ្លាប់ឃើញថាគាត់ក៏បាននិយាយតាក់ទងជាមួយជីវិតគាត់កាលពីនៅក្មេងគាត់ដែលស្រឡាញ់បាល់ទាត់នោះទេគាត់គឺជាក្មេងដែលស្រឡាញ់កីឡាផ្សេងក៏ប៉ុន្តែគាត់បានមើលបាល់ទាត់ជាមួយនឹងបងប្រុសរបស់គាត់អីចឹងជារឿយៗអីចឹងទៅហើយគាត់ក៏បានបន្ថែមទៀតថាពីក្មេងគាត់ធ្លាប់មើល Manchester United លេងច្រើនដោយសារថាបងប្អូនរបស់គាត់គឺជា fan Manchester United អញ្ចឹងទៅធ្វើឲ្យគាត់คล้ายទៅជាអ្នកដែលស្រឡាញ់ក្លឹប Manchester United តាំងពីក្មេងមកហើយក៏ចាប់ផ្ដើមលេងបាល់ទាត់ចាប់តាំងពីពេលនោះមកនេះគឺជាអ្វីដែលកីឡាករ Thiago បាននិយាយកាលពីប្រហែលខែមុនតាក់ទងជាមួយនឹងបទសម្ភាសន៍របស់គាត់គេបានសួរជាមួយនឹងជីវិតកាលពីនៅក្មេងណាបងប្អូនយើងហើយគាត់ដូចខ្ញុំនិយាយចឹងបច្ចុប្បន្ន Manchester United កំពុងតែចាប់អារម្មណ៍គាត់ដើម្បីយកមកធ្វើជាខ្សែប្រយុទ្ធម្នាក់ដើម្បីប្រជែងជាមួយនឹងកីឡាករ Benjamin Sesko បច្ចុប្បន្នខ្សែប្រយុទ្ធស៊ីនរបស់យើងមានតែមួយរូបតែប៉ុណ្ណោះគឺ Benjamin Sesko ហើយ Sesko ក៏មិនមែនជាខ្សែប្រយុទ្ធពេញលេញដែរគាត់គឺជាកីឡាករលេងខ្សែបម្រើប្រយុទ្ធកន្លែង Bruno អីចឹងទៅអូខេយើងសង្ឃឹមថា Manchester United នឹងអាចរកកីឡាករមួយរូបទៀតទោះបីជាមិនបានកីឡាករ Thiago ក៏ដោយយើងអាចថានឹងបានកីឡាករផ្សេងម្នាក់ទៀតដែរដើម្បីជំនួសគ្នា stand by គ្នាលេងនៅក្នុងពានរង្វាន់ធំៗសម្រាប់រដូវកាលក្រោយព្រោះរដូវកាលក្រោយយើងសង្ឃឹមថាយើងនឹងមានឱកាសលេងបានច្រើនប្រកួតជាងរដូវកាលនេះកំសត់ពេកហើយ English Premier League លេង38ប្រកួត Man U លេង38ប្រកួត English Premier League ហើយលេង Carabao Cup មួយប្រកួតលេង FA Cup មួយប្រកួតពីរប្រកួតនឹងចាញ់អញ្ចឹងសរុប Manchester United លេងរដូវកាលនេះត្រឹមតែ40ប្រកួតតែប៉ុណ្ណោះតែតោះជាមួយនឹងកីឡាករ Igor Thiago បងប្អូនយើងគេរំពឹងថារៀងអាចជាលើ50លានដែរដោយសារថាតម្លៃពលកម្មរបស់គាត់ការផ្ទេររបស់គាត់ជាមួយនឹងក្រុម Brentford នេះដូចជាទៅបន្តកុងត្រាក់ថ្មីផងបងប្អូនយើងអញ្ចឹងប្រហែលជាអាចនឹងតម្លៃរៀងខ្ពស់បន្តិចយើងចាំមើលទាំងអស់គ្នាថានឹងអាចកើតឡើងអត់បងប្អូនយើងកីឡាករនេះគឺប្រយុទ្ធស៊ីនតែម្ដងបងប្អូនយើងផ្ទេរមកកាន់ក្លឹប Brentford បានពីរដូវកាលមុនគឺអត់សូវបានលេងទេត្រឹមតែជាកីឡាករបំរុងលេងបានតិចតួចបានត្រឹមតែ8ប្រកួតតែប៉ុណ្ណោះរដូវកាលនេះគឺលេងពេញតែម្ដងគឺ32ប្រកួតហើយនៅក្នុងគ្រប់ពានរង្វាន់ទាំងអស់រកបាន22គ្រាប់បើយើងរាប់ពីគ្រាប់ដែលគាត់លេងក្រៅពី Premier League ទៀតណាបងប្អូនយើងទាំងអស់គឺ22គ្រាប់ហើយសម្រាប់កីឡាករ Thiago បងប្អូនយើងគិតថាកីឡាករនេះស័ក្តិសមជាមួយនឹងក្លឹប Manchester United ឬក៏យ៉ាងណាបើព័ត៌មាននេះដឹងហើយថាគាត់គឺជា fan Manchester United តាំងពីក្មេងមកហើយតោះព័ត៌មានទី2យើងមកនិយាយអំពីកីឡាករ Wayne Rooney អតីតកីឡាករ Manchester United គឺលោក Wayne Rooney គឺបាននិយាយអំពីគ្រូបង្វឹកថ្មីដែលមានចចាមអារាមជាមួយនឹងលោក De Zerbi ដែលជាអតីតគ្រូបង្វឹករបស់ក្រុម Brighton ហើយបច្ចុប្បន្នគឺកំពុងតែធ្វើជាគ្រូបង្វឹករបស់ក្រុម Marseille នៅបារាំងបងប្អូនយើង Wayne Rooney បាននិយាយថា Manchester United គួរតែយក Michael Carrick គឺជាគ្រូពេញសិទ្ធតែម្ដងទៅជាងទៅយកលោក De Zerbi មកធ្វើជាគ្រូបង្វឹកនេះអាចថាវាគឺជាហានិភ័យមួយដែរសម្រាប់ក្រុម Manchester United មិនអាចបន្ថយបន្ថានធ្វើបែបហ្នឹងបានទេលោក Rooney បានបន្តទៀតថាហេតុអីបានជាមិនយកមនុស្សដែលកំពុងតែមានផ្លែផ្កាស្រាប់បែរជាទៅបន្ថយយកលោក De Zerbi មកទៅវិញបច្ចុប្បន្ន Manchester United កំពុងតែធ្វើបានល្អហើយក្រោមការដឹកនាំរបស់លោក Michael Carrick
អត់មានហេតុផលអីត្រូវ Man U ទៅបន្ថយយកDe Zerbi មកជំនួសលោក Michael Carrick នោះទេគាត់ថាសម្រាប់គាត់ផ្ទាល់ Michael Carrick ពិតជាស័ក្តិសមបំផុតសម្រាប់ជាគ្រូបង្វឹករបស់ក្រុម Manchester United នៅរដូវកាលក្រោយតាមប្រភពគឺ BBC Live គឺគាត់និយាយតាក់ទងជាមួយនឹងអាសម្រងមតិតែគាត់និយាយនៅក្នុងបទសម្ភាសន៍នោះផ្ទាល់ខ្ញុំយល់ស្របតាមលោក Wayne Rooney ដែលថាទៅយកលោក De Zerbi នេះមកធ្វើជាគ្រូបង្វឹកក្រុម Manchester United ដូចដើរថយក្រោយបែបហ្នឹងដែរដូចរៀនសារថ្មីអញ្ចឹងព្រោះថាបច្ចុប្បន្ននេះកីឡាករនៅក្នុងក្លឹប Manchester United បានកំពុងតែធ្វើបានល្អខ្លាំងមែនទែនជាមួយនឹងទម្រង់លេងរបស់លោក Michael Carrick បានដាក់ឲ្យលេងនៅក្នុងឆ្នាំ2026នេះអញ្ចឹងបើសិនជាយកគ្រូបង្វឹកថ្មីមកគ្រូបង្វឹកថ្មីត្រូវធ្វើការសារឡើងវិញជាមួយនឹងកីឡាករនៅក្នុងក្លឹបដែលមានស្រាប់អញ្ចឹងវាធ្វើឲ្យខាតពេលវេលាខាតផលប្រយោជន៍ផ្សេងគ្រប់បែបយ៉ាងទៅកាន់ក្លឹបគឺมันអាចនោះទេខ្ញុំយល់ស្របជាមួយនឹងសម្ដីរបស់ Ben Rooney ខ្លាំងមែនទែនជាមួយអាចចំណុចមួយនេះมันគួរយកគ្រូបង្វឹកពីណាមពីណីមកកាន់ក្លឹប Manchester United ទេបច្ចុប្បន្នគឺ Michael Carrick ស័ក្តិសមឲ្យថាបន្តនៅមួយ Manchester United ទៀតព្រោះថាយើងឃើញហើយទម្រង់លេងការដាក់កីឡាករការជឿជាក់លើកីឡាករការយល់ពីកីឡាករ Michael Carrick នេះគឺឥតខ្ចោះតែម្ដងជាពិសេសគឺចក្ខុវិស័យរបស់គាត់ជាមួយនឹងយុវជនថ្នាលចំនួនក្រោយតែម្ដងយើងកម្រឃើញ DNA ក្រុម Manchester United ធ្វើបានល្អខ្លាំងអញ្ចឹងបងប្អូនយើងកាលពីចំនួនលោក Ole Solskjaer ក៏មិនអាចដល់ថ្នាក់ហ្នឹងពេកដែរតាំងពីគាត់ចាប់ផ្ដើមធ្វើជាគ្រូបង្វឹកក្រុម Manchester United ទៅណា Carrick គឺអាចទទួលស្គាល់ថាកំពុងតែធ្វើដំណើរបានយ៉ាងល្អទៅហើយមិនគួរទៅយកអ្នកផ្សេងមកទេទោះបីជាលោក Eric Gay ក៏ដោយអ្នកណាក៏ដោយខ្ញុំគិតថាមិនស័ក្តិសមទេខ្ញុំមិនគាំទ្របើសិនជាក្លឹបទៅយកអ្នកថ្មីមកហើយខ្ញុំជឿជាក់ថាក្លឹបមិនទៅយកអ្នកថ្មីមកជំនួសលោក Michael Carrick ដែលកំពុងតែធ្វើការងារបានយ៉ាងល្អនោះទេខ្ញុំអត់ជឿថាក្លឹបរយៈកផែលស្មារតីនាំក្លឹបរយៈកផែលទៅអាចទៅយកមនុស្សផ្សេងដែលមកជំនួស Michael Carrick ដែលដឹកនាំអាចថានឹងបាន top 4រដូវកាលនេះយកមកជំនួសតំណែងឲ្យលុយឲ្យកុងត្រាជារាប់ឆ្នាំឬក៏ឲ្យលុយរាប់10លាន20 30លានទៀតទៅយកគ្រូផ្សេងមកទៀតគឺมันអាច Man U ខ្ញុំគិតថាគេមិនទៅឆោតដល់ថ្នាក់ហ្នឹងទេខ្ញុំជឿជាក់ថា Manchester United ក៏ដូចថ្នាក់ដឹកនាំទាំងអស់នឹងគិតដូចលោក Wayne Rooney បែបហ្នឹងដែរជាមួយនឹងចាំអារាមគ្រូបង្វឹកផ្សេងខ្ញុំគិតថាมันអាចទេបងប្អូននេះมันអាចតែម្ដងគឺដូចបងប្អូនឃើញថាមើល channel ខ្ញុំដែលខ្ញុំនិយាយរឿងគ្រូបង្វឹកច្រើនណាខ្ញុំកម្រនិយាយរឿងគ្រូបង្វឹកថ្មីណាអានោះគ្រូបង្វឹកច្រើន4-10នាក់គ្រាន់តែចាំអារាមជាមួយនឹងក្រុម Manchester United បងប្អូនដែលជាប្រិយមិត្តរបស់ខ្ញុំគឺឃើញខ្ញុំអត់ដែរនិយាយហ្មងមិនមែនអត់មានទេព័ត៌មានដែលចាំអារាមនៅក្នុងបរទេសនៅក្នុងអង់គ្លេសនៅក្នុងណាក៏ដោយគេនិយាយអំពីគ្រូបង្វឹកទាំងអស់នោះប៉ុន្តែខ្ញុំអត់ដែរនិយាយដោយសារអីអត់ចង់និយាយព្រោះថាវាមិនស័ក្តិសមវាមិនគួរតែយើងយកអាចាំអារាមបែបហ្នឹងយកមកនិយាយវាមិនអាចទៅរួចនោះទេតោះយើងមកព័ត៌មានបន្ទាប់កំពុងតែផ្ទុះខ្លាំងមែនតើហើយកំពុងតែវាយរលខ្លាំងមែនតើនៅក្នុងបណ្ដាញសង្គមតាំងពីការប្រកួតរបស់ក្រុម Manchester United បញ្ចប់ទៅលទ្ធផល3-1ជាមួយនឹងក្រុម Aston Villa តាក់ទងជាមួយនឹងកីឡាករសញ្ជាតិប្រេស៊ីលទៀតហើយគឺកីឡាករ Casemiro មានមតិច្រើនខ្លាំងមែនតើថាគាត់នឹងអាចបន្តកុងត្រាក់ថ្មីជាមួយនឹងក្រុម Manchester United អីចឹងទៅ Casemiro គាត់បាននិយាយនៅក្នុង Instagram របស់គាត់បងប្អូនយើងគាត់បាននិយាយថា enjoying every moment នេះមានន័យថាគាត់កំពុងតែចំណាយពេលគ្រប់បែបយ៉ាងដើម្បីនៅជាមួយនឹងក្រុម Manchester United អាចនិយាយបានថាគឺជាពាក្យដែលគាត់និយាយសម្រាប់ fan Manchester United ព្រោះថាអាចបញ្ជាក់ថាគាត់នឹងមិនបន្តទៀតទេព្រោះថាពេលវេលាដែលសេសសល់គឺគាត់កំពុងតែ enjoy ហើយគាត់កំពុងតែសប្បាយជាមួយនឹងពេលវេលាសេសសល់របស់គាត់ជាមួយនឹងក្រុម Manchester United ហើយលោក Fabrizio Romano ក៏បាននិយាយថាតាំងពីការប្រកាសចែកផ្លូវគ្នាជាមួយនឹងក្រុម Manchester United ហើយនឹងកីឡាករ Casemiro នៅក្នុងខែមករាមកដល់ពេលនេះគឺអត់មានការនិយាយគ្នាសារទៀតជាថ្មីរវាងក្លឹបហើយនឹងលោកទៀតទេគឺมันអាចនោះទេនេះគឺជាអ្វីដែលលោក Fabrizio Romano បាននិយាយត្រឡប់មកវិញខ្ញុំសូមបន្ថែមពីរឿងនឹងមួយទៀតប
បងប្អូនគិតថា Manchester United មិនទៅចំណាយលុយ 35,000 ផោនដើម្បីឲ្យកីឡាករអាយុ 35 ឆ្នាំបន្តស្នាក់នៅទៀតទេវាមិនអាចទេ Manchester United នឹងទៅយកកីឡាករផ្សេងកម្រិតពិភពលោកវ័យក្មេងមកដើម្បីអនាគត Manchester United គិតមើលទៅត្រឹមតែ20,000 ផោនទៅ 25,000 ផោនកីឡាករលំដាប់ពិភពលោកមិនខ្វះទេដែលចង់ចូលរួមជាមួយនឹងក្រុម Manchester United Mati Konya អឹមបាមូត្រឹមជាង 10,000 ទេ 15 16,000 ទេ Benjamin Sesko 15 16,000 ទេគឺគេយល់ប្រូមកហើយយើងអត់និយាយទៅដល់ 35,000 ក្នុងមួយសប្តាហ៍ដូច Casemiro ទេយើងនិយាយត្រឹមតែ 20,000 ទៅ 25,000 មិនខ្វះកីឡាករលំដាប់ពិភពលោកចង់ចូលរួមជាមួយនឹងក្រុម Manchester United ទេនៅពេលដែល Manchester United បានពាន Champions League ទៅទៀតអញ្ចឹងយើងអត់ត្រូវគិតថា Man U ទៅចំណាយលើ Casemiro ទេ Casemiro ក៏ដូចគ្នាគាត់មិនទៅចុះប្រាក់ខែគាត់នៅសល់ 20,000 15,000 ដើម្បីបន្តស្នាក់នៅ Man U ទេអត់ទេគាត់ត្រូវតែទៅកន្លែងណាដែលមានលុយច្រើនសំលុយត្រៀមចូលនិវត្តន៍រស់នៅជាមួយនឹងគ្រួសាររបស់គាត់ប្រពន្ធគាត់កូនគាត់ហេតុផលអីត្រូវចុះប្រាក់ខែអាយុគាត់ប៉ុណ្ណេះហើយគាត់ឈ្នះច្រើនហើយអ្វីក៏គាត់ឈ្នះដែរនៅ World Cup ហើយ Premier League ទេគាត់ឈ្នះ Club World Cup ពានអេស្ប៉ាញ Champions League 4-5 ដងអូយបើយើងនិយាយពីពានរបស់កីឡាករ Casemiro នេះដាក់កន្លែងខ្ញុំកន្លែងនេះគឺអត់ដាក់អស់ទេនេះអញ្ចឹងគឺគាត់លែងចង់បានឲ្យក្រៅពីលុយដើម្បីគ្រួសាររបស់គាត់ហើយអត់មានហេតុផលទេគាត់ត្រូវកាត់ប្រាក់ខែមកបន្តស្នាក់នៅ Manchester United ទេបងប្អូនយើងគិតតែកន្លែងហ្នឹងទៅมันអាចទេបងប្អូនយើងរឿងដែល Casemiro បន្តស្នាក់នៅជាមួយនឹងក្រុម Manchester United ទៅបាច់សម័យទេយើងស្ដាយគាត់ទទួលស្គាល់យើងស្ដាយគាត់តែយើងត្រូវតែបែកគ្មានការជួបជុំណាដែលមិនបែកទេដើម្បីអនាគតដើម្បីទម្រង់លេងរបស់ក្រុម Manchester United ទៅថ្ងៃក្រោយទៀតត្រូវតែបែកគ្នាបងប្អូនយើងតោះយើង move on យើងទៅពីកីឡាករ Bruno ម្ដង Legend ក្រុម Manchester United គឺលោក Nicky Butt ដែលជាចំនួន Class 92របស់លោក Sir Alex Ferguson យុវជនចំនួនតា Sir Alex គាត់បាននិយាយជាមួយនឹងកិច្ចសម្ភាសន៍របស់គាត់បាននិយាយថានេះគាត់និយាយជាមួយនឹងអ្វីដែលគាត់គិតទៅលើកីឡាករ Bruno ណាបងប្អូនគាត់និយាយថា Manchester United មិនអាចឲ្យកីឡាករ Bruno Fernandes ចាក់ចេញពីក្រុម Manchester United នោះទេដាច់ខាតគឺមិនអាចតែម្ដងManchester United គួរតែផ្ដល់អ្វីគ្រប់បែបយ៉ាងអ្វីទាំងអស់លក្ខខណ្ឌបែបណាទាំងអស់ឲ្យតែកីឡាករ Bruno បន្តស្នាក់នៅក្រុម Manchester United បើសិនជា Manchester United ប្រឡែងកីឡាករ Bruno ចាក់ចេញពីក្លឹប Manchester United គាត់គិតថា fan របស់ Man U នឹងខឹងសម្បាមកកាន់ក្លឹបកាន់តែខ្លាំងបុកទុះខ្លាំងតែម្ដងបើសិនជាបណ្ដោយឲ្យ Bruno ចាក់ចេញនៅរដូវកាលក្រោយនេះគឺជាសម្ដីរបស់ Legend នេះគឺជាសម្ដីរបស់កីឡាករអតីត Manchester United គឺលោក Nicky Butt ខ្ញុំយល់ស្របខ្ញុំធ្លាប់ចង់ឲ្យនេះខ្ញុំនឹងធ្លាប់ចង់ឲ្យ Manchester United លក់ Bruno ដើម្បីយកលុយមកអាប់ដេតកីឡាករយុវជនថ្មីឬក៏កីឡាករលំដាប់ពិភពលោកថ្មីដែលក្មេងជាង Bruno ក៏ប៉ុន្តែអ្វីដែលខ្ញុំគិតគឺខុសទាំងស្រុងមកដល់ពេលនេះបានខ្ញុំដឹងថា Bruno គឺជាសរសៃឆ្អឹងខ្នងសំខាន់បំផុតសម្រាប់ក្រុម Manchester United មិនអាចខ្វះបាននោះទេអាយុ30បច្ចុប្បន្នឆ្នាំក្រោយ31 32ដល់ទៅ33 34ក៏ខ្ញុំគិតថា Bruno នៅតែមានកាយសម្បទាល្អទម្រង់លេងមិនងាយធ្លាក់ដោយកីឡាករ Lucas Modric អញ្ចឹងខ្ញុំជឿជាក់បើតាមមើលកាយសម្បទារបស់គាត់បើតាមមើលមហិច្ឆតារបស់គាត់ទម្រង់លេងរបស់គាត់ខ្ញុំគិតថាมันអាចធ្លាក់ទម្រង់លេងនោះទេជាមួយនឹងការលេងរបស់គាត់នៅថ្ងៃអនាគតអញ្ចឹង Manchester United គួរតែធ្វើម៉េចបន្តកិច្ចកងត្រាថ្មីឲ្យ Bruno ឲ្យបានឲ្យខានតែបានគឺมันអាចឲ្យគាត់ចាក់ចេញពីក្រុម Manchester United ទេបច្ចុប្បន្ន Bruno ខ្ទង់ជាដូចជាប្រាក់ខែក៏មិនតិចដែរបងប្អូនយើង30,000 ផោនទៅដែរបើតាមដឹងបងប្អូនខ្ញុំអត់ស្អីបានមើលដែរកន្លែងហ្នឹង
បាទ Bruno ចង់បន្តគួរតែបើសិនជាគាត់អត់ចង់ឡើងលុយទេក៏អាចថាបន្តអាកងត្រាចាស់ហ្នឹងឲ្យគាត់ទៅឬក៏ឡើងឲ្យគាត់បន្តិចបន្តួចទុកគាត់2 3ឆ្នាំទៀតក៏បានដែរมันអាចបាត់បង់កីឡាករ Bruno នេះបានទេកំពូលកីឡាករដ៏ល្អបំផុតសម្រាប់ក្រុម Manchester United រដូវកាលនេះហើយក៏ជាច្រើនរដូវកាលដែលគាត់ចូលរួមជាមួយក្រុម Manchester United ល្អណាស់มันអាចទេมันអាចបាត់បង់គាត់ទេมันអាចទេអូខេតោះយើងទៅព័ត៌មានមួយទៀតតាក់ទងជាមួយនឹងកីឡាករវ័យក្មេងអាយុ14ឆ្នាំទៅចូល15ឆ្នាំកីឡាករ JJ Gabriel តាក់ទងជាមួយនឹងកីឡាករ JJ Gabriel នេះដែរគឺមាន fan យើងអ្នកគ្រប់គ្រង Manchester United គាត់អត់យល់ណាបងប្អូនយើងគាត់ថាហីហេតុអី Man U អត់ដាក់ JJ Gabriel លេងល្អបោះបាល់ក៏ល្អសុទ្ធពីចង្អាយក៏ល្អញាក់ក៏ល្អលបឿនក៏លឿនកាយសម្បទាក៏ល្អគ្រាន់តែអាយុតិចហេតុអីលោក Michael Carrick មិនឲ្យ JJ Gabriel លេងបងប្អូនច្បាប់នៅ Premier League អត់អាចយកកីឡាករអាយុក្រោម16ឆ្នាំទៅលេងនៅក្នុងពាន English Premier League នោះទេបច្ចុប្បន្ន JJ Gabriel ទើបតែចូលវ័យ15ឆ្នាំទេឆ្នាំទៅអាយុ14ឆ្នាំទៅចូលវ័យ15ឆ្នាំទេអត់អាចចូលលេងនៅក្នុងឈុតធំបានទេគឺខុសច្បាប់ការងាររបស់អង់គ្លេសរបស់ FIFA របស់ FA Cup របស់ FA ច្រឡំ FA Cup អញ្ចឹងកន្លែងនេះគឺបញ្ជាក់ថាទោះបីជា fan គាត់យល់ឃើញបែបហ្នឹងក្តីក៏ប៉ុន្តែក្លឹបក៏គេយល់ឃើញលើសពី fan ទៅទៀត Manchester United មានគម្រោងច្រើនណាស់ជាមួយនឹងកីឡាកររូបនេះបើតាមលោក Fabrizio Romano បានបញ្ជាក់គាត់ថា JJ Gabriel នេះក្លឹបទុកគាត់គឺជាកីឡាករសំខាន់បំផុតដែលអាចនឹងប្រម៉ូទនៅរដូវកាលក្រោយផងដែរជាមួយនឹងក្រុម Manchester United គេឃើញកីឡាករនេះគឺជាដុំពេជ្រដ៏ធំបំផុតដែលយកចេញពីថ្នាលយុវជនអ៊ុយ18ផងដែរអាយុ14 15ឆ្នាំលេងអ៊ុយ18មិនធម្មតាទេបងប្អូនយើងសម្ដីមកឃ្លាចុងក្រោយរបស់លោក Fabrizio Romano គាត់បាននិយាយថា Manchester United consider him as a big part of their future ខ្ញុំអត់សូវចេះអង់គ្លេសគាត់ថាខ្ញុំកាត់ន័យយល់មានន័យថា Manchester United ទុកកីឡាកររូបនេះគឺជាផ្នែកមួយសំខាន់បំផុតសម្រាប់រដូវកាលក្រោយសម្រាប់អនាគតរបស់ក្លឹប Manchester United ខ្ញុំជឿជាក់ដូចគ្នា Michael Carrick អត់ដែលទុកពេលវេលាចោលមិនទៅមើល Academy លេងទេគាត់តែងតែទៅមើលយុវជនលេងជារឿយៗសឹងថារាល់សប្តាហ៍ហើយគាត់ចំណាយពេលរបស់គាត់ជិះឡានរាប់គីឡូថ្ងៃមុនគឺការទៅលេង FA Cup វគ្គយត់ជាមួយនឹងក្រុមណានោះ Michael Carrick ជិះឡាន 4-500 គីឡូទៅមើលយុវជនមិនធម្មតាណានេះគឺជាអ្វីដែលលោក Michael Carrick មានសក្ខុវិស័យខ្ពស់ទៅកាន់យុវជនជំនាន់ក្រោយអាកន្លែងហ្នឹងហើយដែលថា Manchester United មិនអាចទៅយកគ្រូណាផ្សេងមកជំនួស Michael Carrick នោះនេះហើយបងប្អូនយើងតោះមួយទៀតតាក់ទងជាមួយនឹងកីឡាករ Elliot Anderson មែនតើខ្ញុំកម្រនិយាយមួយរយៈកាលចុងក្រោយនេះជាមួយនឹងកីឡាករ Elliot Anderson ដោយសារថាខ្ញុំនិយាយច្រើនហើយព័ត៌មានចចាមរាម Elliot Anderson ជាមួយនឹង Manchester United ខ្ញុំនិយាយច្រើនហើយមួយរយៈកាលចុងក្រោយដូចជាតាំងពីចូលឆ្នាំ2026នេះខ្ញុំដូចជាអត់សឹងថាមិននិយាយជាមួយនឹងកីឡាកររូបនេះព័ត៌មានឡើងមករហូតប៉ុន្តែខ្ញុំអត់ដែលនិយាយទេឥឡូវសូមមកនិយាយម្ដងទៀតចុះបើតាមការអាប់ដេត2ម៉ោងមុនជាមួយនឹង page មួយនៅក្នុងបណ្ដាញសង្គម X គឺ Transfer New Line ដែលយកចេញមកពី Deadline Dayline នោះគឺគេបាននិយាយថា Manchester United កំពុងតែប្រឈមមុខជាមួយនឹងក្លឹប Nottingham Forest ជាមួយនឹងការនិយាយគ្នាលក្ខខណ្ឌផ្សេងៗដើម្បីផ្ទេរកីឡាករ Elliot Anderson មកកាន់ក្លឹប Manchester United នៅរដូវកាលក្រោយក៏ប៉ុន្តែអ្វីដែលជាឧបសគ្គរបស់ក្រុម Manchester United ជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសអាយុ23ឆ្នាំ Elliot Anderson រូបនេះគឺមានក្លឹបយក្សច្រើនខ្លាំងណាស់តម្រង់ជួរគ្នាយកកីឡាករ Elliot Anderson Manchester United Bayern Munich Man City Newcastle United Chelsea Real Madrid Liverpool 7ក្រុមយក្សតម្រង់ជួរគ្នានិយាយគ្នាជាមួយនឹង Nottingham Forest ចង់បានកីឡាករជំរឿសជាតិអាយុ23ឆ្នាំ Elliot Anderson នៅរដូវកាលក្រោយសួរថាសង្ឃឹម Manchester United ទេមូលហេតុ Man U អត់ទាន់
ឡើងដល់កម្រិតជាមួយនឹងក្រុមទាំងអស់នោះទេ Real Bayern Man City Liverpool Chelsea សឹកសឹងតែជាក្រុមដែលយើងនិយាយមែនហ្មងទោះបីខ្ញុំ fan Man U មែនតែ Man U អត់ទាន់ដល់កម្រិតក្រុមហ្នឹងទេក្រុមទាំងអស់ហ្នឹងគូកំពុងតែដើរទៅមុខបាត់ទៅហើយអេដានសុនត្រូវតែសម្រាប់ចិត្តនៅអនាគតរបស់គេទី1តម្លៃពលកម្មគិតសប្តាហ៍ថាក្រុមទាំងអស់ហ្នឹងឲ្យគាត់ប្រហែលអាណាឲ្យខ្ពស់ជាងគេទី1ទី2តម្លៃផ្ទៃឲ្យក្លឹបទី3អនាគតរបស់គេតើគួរតែទៅក្លឹបដែលគេស្រឡាញ់ឬក៏ទៅក្លឹបដែលកំពុងតែអាចឲ្យគេទៅជាកីឡាករដ៏ល្អបំផុតនៅថ្ងៃអនាគតនេះគឺត្រូវតែការសម្រេចចិត្តឲ្យច្បាស់លាស់ឧទាហរណ៍ថាលៀកអានសនស្រឡាញ់ Man U គាត់ចង់ឲ្យបានមក Man U ក៏អាចថាឲ្យអ្វីៗគ្រប់យ៉ាងឲ្យគាត់មិនចាញ់ក្លឹបផ្សេងៗដែរដូចជាប្រាក់ខែប្រាក់អាទិត្យក៏ប៉ុន្តែគាត់អាចគិតម្ដងទៀតថាបាទសិនជាតាមបេះដូងថ្ងៃក្រោយទៅអនាគតរបស់គាត់អាចរៀងមានបញ្ហាឬក៏អាចថានឹងតាមមហិច្ឆតារបស់គាត់អានោះត្រូវតែក្លឹងខ្លែងអ្វីដែលគាត់គិតតែបើគាត់តាមបេះដូងដូចជាកីឡាករបាទីកូញ៉ាដូចជាអាំបាមូដូចជា Benjamin Sesko ហ្នឹងគាត់តាមបេះដូងហ្នឹងមកចូលរួមជាមួយនឹងក្រុម Manchester United ចោលដូច Benjamin Sesko យើងចោលប្រាក់ខែច្រើនជាងនៅ Man U ទៀត Newcastle ឲ្យប្រាក់ខែច្រើនជាង Man U ទៀតចោល Newcastle មកកាន់ក្លឹប Manchester United ដោយសារក្តីសម័យដោយសារការស្រឡាញ់ដោយសារតែបេះដូងអញ្ចឹង Elliot Anderson ត្រូវតែគិតបែបហ្នឹងហើយចាំមើលថាគាត់ស្រឡាញ់ក្លឹបមួយណាចាំមើលទាំងអស់គ្នាបងប្អូនយើងក្លឹបយក្សច្រើនណាស់សង្ឃឹមតិចណាស់ដែល Manchester United បានកីឡាករ Elliot Anderson 100 លានដឹងថា100 លានណាអូយបងប្អូនយើងចាំមើលទាំងអស់គ្នាដែលការនេះគឺព័ត៌មានចចាមអារាមកីឡាករដឹងញាក់សាច់តែម្ដងតោះយើងមកព័ត៌មានចុងក្រោយតាក់ទងជាមួយនឹងកីឡាករកំពូលរបស់ក្លឹប Manchester United គាត់នៅជាមួយនឹងក្រុម Man U ជិត10រដូវកាលហើយ2017ណាដល់តាមខ្ញុំចាំជំនាន់លោក Jose Mourinho យកកីឡាករនេះពីក្លឹប Benfica ហ្នឹងដូចជា Benfica គឺកីឡាករ Diego Dalot មកកាន់ក្លឹប Manchester United បច្ចុប្បន្នគឺមានចចាមអារាមហើយក៏មានព័ត៌មានចេញពីបណ្ដាញសង្គមផ្សេងនិយាយច្រើនខ្លាំងមែនតើប្រភពដែលខ្ញុំយកមកនិយាយនេះគឺបានមកពី Team Top គេបាននិយាយថា Real Madrid កំពុងតែសម្លឹងមើលកីឡាករខ្សែការពារស្លាប់ស្ដាំហើយអាចលេងស្លាប់ឆ្វេងបានកីឡាករ Diego Dalot សម្រាប់រដូវក្តៅខាងមុខបើតាមលោក Los Blancos បាននិយាយថាតម្លៃដែលស័ក្តិសមជាមួយនឹងកីឡាករសញ្ជាតិប៉ុកតុហ្គាល់អាយុ26ឆ្នាំរូបនេះខ្ទង់ជា30លានអឺរ៉ូដែលគិតជាលុយផោនទៅខ្ទង់ជា26លានផោនហើយបើគិតជាលុយដុល្លារខ្ទង់ជា34លានកន្លះលុយដុល្លារទោះជាយ៉ាងណាក្តីបើតាមការរាយការណ៍ Manchester United អាចនឹងទាមទារលើសពីតម្លៃនេះទៅទៀតដោយបាននិយាយថាបច្ចុប្បន្ន Diego Dalot កំពុងតែធ្វើបានល្អខ្លាំងមែនទែនជាមួយនឹងក្រុម Manchester United ហើយកងត្រាជាមួយនឹងក្រុម Manchester United Diego Dalot មានដល់ទៅឆ្នាំ2028ឯណោះហើយក៏មានលក្ខខណ្ឌបន្តកងត្រាមួយឆ្នាំលើកងត្រាចាស់ផងដែរសរុបទៅគឺ2029ឯណោះបានកីឡាករ Diego Dalot ចាប់កងត្រាជាមួយនឹងក្រុម Manchester United Man U អត់ចង់បានលុយត្រឹមប៉ុណ្្នឹងទេអត់ចង់បានត្រឹម30លានទេអត់ចង់បានទេគឺចង់បានលើសហ្នឹងទៀតអញ្ចឹងយើងមើលថានឹងអាចបានលើសឬក៏យ៉ាងណាហើយ Diego Dalot នេះដែរក៏យើងឃើញថាបច្ចុប្បន្នបើតាមខ្ញុំគិតទេណាបងប្អូនយើង Real Madrid នេះឲ្យតម្លៃនេះវារៀងបថោកកីឡាករ Manchester United ហើយ Diego Dalot កំពុងតែលេងបានល្អមួយរយៈកាលចុងក្រោយនេះសាកសម័យមើលMan U យើងទៅយកកីឡាករដែលមានទម្រង់លេងបែបហ្នឹងពីក្រុម Real Madrid កាត់លុយកាត់តម្លៃហ្មងកាត់ថ្លៃហ្មង40-50លានឥឡូវហ្នឹងហើយចូលអាចលើ50លានផងហើយមកឲ្យតម្លៃត្រឹមប៉ុណ្ណឹងខ្ញុំគិតថាវាអត់ល្អវាអត់ respect ទេនិយាយទៅវា disrespect ខ្លាំងមែនតើតែម្ដងជាមួយនឹងតម្លៃ30លានអឺរ៉ូដែលយើងគិតទៅខ្ទង់ជា25លានផោន26លានផោននេះគឺថោកណាស់មែនតើទៅបើសិនជាចង់បាន Dalot មែនមកយក Dalot ឲ្យលុយថែម20-30លាន
đồ chỉ muốn năng cái là co vào mà đế rư cỏ đồ khi smile chỉ muốn năng cái là co khả ma bình cá mà đồ bàn em mà đồ khi smile đã có download đi có download đồ chỉ muốn năng khả ma bình cá đồ smile mà chẳng bán đồ từ ai bỏ tế đồ chỉ muốn năng vào mà đế mất các bạn đây êเอาไอ้กระเท่าอย่างนั้นอายุมาไปผมมุ้ยน้ำตำรงเลยยังหรอคงแถนเลยมากันเนาะเอาทำไปแบบเรียนเลยไปแบบเรียนเขาเขาไอ้เท่าอย่างนั้นต้องเจ็ดปัดto tốc đi có đá lót nơi gì muốn lúc mày khơi khơi háo vô cái là con mà lúc tiết mà stand by và cốt bật trên cái gì muốn cái là con đi có đá lót tiết mà sao vìยังเคยทางกอดร้อยกอดไอ้บật trên mà còn bật tay qua xa được buộc pe cái này ní nhóm chưa chuyện thế Manchester là thích mình ao đá lót tự tê tại lại sam được đi thâu thâu như là men tên phải bèm liên thâu sam được liên ở đó đi thâu mình ai thọc đó nó pe giờ mưaទាំងអស់គ្នាថានឹងមានរឿងអ្វីកើតឡើងនៅចាប់រដូវកាលនេះនឹងមានរឿងល្អមើលបន្តទៀតបងប្អូនយើងមិនខ្វះរឿងល្អមើលទេអរគុណសម្រាប់បងប្អូនចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់រងកំហុសខុសឆ្គងគ្រាន់ណាមិនសមរម្យខុសដោយអចេតនាសូមអធិស្ឋានពីបងប្អូនយើងផងអរគុណច្រើនសូមជម្រាបលា